F4 កោះតៃវ៉ាន់ពីក្មេងប្រុសសាមញ្ញមកជា legend លំដាប់អាស៊ីពីភាពជោគជ័យបរាជ័យការតស៊ូនិងការរក្សាបានកេរ្តិ៍ឈ្មោះជាអមតៈក្នុងនាមជា idol ឬក្រុម boy band ដំបូងបង្អស់ដែលល្បីល្បាញបំផុតនៅទ្វីបអាស៊ីនៅដើមទសវត្សរ៍ឆ្នាំ2000មានបាតុភូតសិល្បៈមួយបានផ្ទុះឡើងពាសពេញទ្វីបអាស៊ីដែលបានផ្លាស់ប្ដូរមុខមាត់ឧស្សាហកម្មកម្សាន្តជារៀងរហូតនោះគឺការលេចឡើងនៃបុរសសង្ហា4រូបដែលពិភពលោកស្គាល់ថា F4 ចេញពីខ្សែភាពយន្តភាគ Meteor Garden ឬដែលប្រជាពលរដ្ឋខ្មែរស្គាល់ថាស្នេហា4ដួងពួកគេមិនត្រឹមតែជាតួអង្គក្នុងរឿងនោះទេប៉ុន្តែបានក្លាយជាស្តង់ដារនៃពាក្យថា legend ក្នុងបេះដូងយុវវ័យជំនាន់នោះនៅពីក្រោយពន្លឺចែងចាំងលើឆាកតើអ្នកដឹងទេថាជីវិតពិតរបស់ពួកគេម្នាក់ៗគឺជារឿងរ៉ាវតស៊ូជូរចត់និងរបត់ជីវិតដែលស្ទើរតែមិនគួរឲ្យជឿនៅឆ្នាំ2001ផលិតករស្រីឆ្នើមលោកស្រី NG ឆាយបានសម្រេចចិត្តយកតុក្កតាជប៉ុន Anime Voice Over Flower មកច្នៃជាខ្សែភាពយន្តភាគកោះតៃវ៉ាន់គ្មាននរណាម្នាក់នឹកស្មានដល់នោះទេថាញាណទិព្វរបស់លោកស្រីក្នុងការរើសយកយុវជនថ្មីថ្មោង4រូបដែលគ្មានបទពិសោធន៍សម្ដែងទាល់តែសោះមកបង្កើតជាក្រុម F4 និងអាចអង្រួនចិត្តអ្នកទស្សនារាប់រយលាននាក់បាននោះទេ Meteor Garden ឬស្នេហា4ដួងបានក្លាយជាភាពយន្តភាគដែលជោគជ័យបំផុតប្រចាំប្រវត្តិសាស្ត្រទូរទស្សន៍កោះតៃវ៉ាន់និងរីករាលដាលដោយរលកយក្សស៊ូណាមីទៅកាន់ប្រទេសចិនហ្វីលីពីនឥណ្ឌូនេស៊ីសិង្ហបុរីជប៉ុនខ្លួនឯងរួមទាំងកម្ពុជាយើងផងដែរសក់វែងបែបសិល្បៈស្ទីលសម្លៀកបំពាក់និងបទចម្រៀង Liu Xing Yu ឬ Meteor Rain បានក្លាយជាវប្បធម៌ពេញនិយមបំផុតរបស់យុវវ័យ F4 មិនមែនគ្រាន់តែជាតារានោះទេពួកគេគឺជាព្រះអម្ចាស់ក្នុងសុបិនរបស់មនុស្សមួយចំនួនថ្មីត្បិតតែក្នុងរឿងពួកគេគឺជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំលំដាប់ប្រទេសប៉ុន្តែនៅក្នុងជីវិតពិតសមាជិកម្នាក់សុទ្ធតែហែលឆ្លងកាត់ការតស៊ូយ៉ាងជូរចត់1 Jerian តាវមីងស៊ឺឬមានឈ្មោះដើមកំណើតលាវយ៉ាងចិនកើតនៅថ្ងៃទី1ខែមករាឆ្នាំ1977បច្ចុប្បន្នមានវ័យ49ឆ្នាំដោយស្រឡះពីតួអង្គតាវមីងស៊ឺដែលជាអ្នកមានលុយវ៉ាលៀន Jerian កើតក្នុងគ្រួសារក្រីក្រតោកយ៉ាឪពុករបស់លោកបានចែកឋានទៅតាំងពីលោកនៅតូចទុកឲ្យម្ដាយចិញ្ចឹមកូនតែម្នាក់ឯងកាលពីក្មេង Jerry ត្រូវធ្វើការងារធ្ងន់ៗជាច្រើនដូចជាធ្វើការក្នុងរោងចក្រធ្វើជាអ្នករត់តុដើម្បីជួយរកលុយទប់ទល់គ្រួសារលោកចូលសិល្បៈដំបូងតាមរយៈការធ្វើជា model និងសម្ដែង MV តិចតួចប៉ុណ្ណោះមុននឹងមានសំណាងជួបបានសម្ដែងរឿង Meteor Garden ឬស្នេហា4ដួងរឿងរ៉ាវស្នេហារបស់លោកក៏ល្បីល្បាញមិនចាញ់ជីវិតសិល្បៈនោះដែររឿងរ៉ាវដ៏រំជួលចិត្តបំផុតពាក់ព័ន្ធនឹងចំណងស្នេហ៍ខកបំណងរយៈពេលជាច្រើនឆ្នាំជាមួយកំពូលតារា model Lin Chiling ខណៈដែលអតីតស្នេហ៍ចាស់បានរៀបការជាមួយនឹងលោក Akira សមាជិកក្រុម EXILE ជនជាតិជប៉ុនកាលពីឆ្នាំ2019និងមានកូនម្នាក់នៅឆ្នាំ2022ប៉ុន្តែមកដល់បច្ចុប្បន្ន Jerian ក្នុងវ័យជិត50ឆ្នាំទៅហើយនៅតែរក្សាភាពនៅលីវដដែល2 Wicchu ហួចាលើយឬមានឈ្មោះដើមកំណើត Chu Yumin កើតនៅថ្ងៃទី9ខែមិថុនាឆ្នាំ1981បច្ចុប្បន្នមានវ័យ45ឆ្នាំបុរសមានកែវភ្នែកស្រទន់ដែលធ្វើឲ្យនារីរលាយបេះដូងម្នាក់នេះកើតក្នុងគ្រួសារមានជីវភាពមធ្យមមួយប៉ុន្តែលោកត្រូវប្រឈមមុខនឹងការលែងលះគ្នារបស់ឪពុកម្ដាយតាំងពីកុមារភាពដែលធ្វើឲ្យលោកមានអត្តចរិតអៀនព្រាននិងស្ងប់ស្ងាត់លោកបានមកសាកល្បងសម្ដែងរួមជាមួយមិត្តភ័ក្តិក៏ត្រូវបានផលិតករចាប់អារម្មណ៍ព្រោះតែកែវភ្នែកដ៏មានមន្តស្នេហ៍ជាពិសេសលោកមានបុគ្គលិកលក្ខណៈដែលស្រដៀងនឹងតួអង្គក្នុងតុក្កតា anime ជប៉ុនខ្លាំងបំផុតបន្ទាប់ពីឆ្លងកាត់ស្នេហាដ៏ល្បីល្បាញជាមួយ Barbie Zoo ឬ Sunshine ដែលជាតួឯកស្រីក្នុងរឿងស្នេហា4ដួងបន្ទាប់ពីពួកគេបានចាប់ដៃគូសម្ដែងជាតួឯកជាមួយគ្នាក្នុងរឿងបន្តបន្ទាប់ប៉ុន្តែស្នេហារបស់អ្នកទាំងពីរបានបែកបាក់គ្នាទៅវិញក្រោយពីចែកផ្លូវគ្នាជាមួយនឹង Barbie Zoo រួចមកទីបំផុត Wicchu បានស្វែងរកឃើញសុភមង្គលពិតរបស់ខ្លួនលោកបានរៀបការជាមួយតារាសម្ដែងស្រី Rin Yu ក្នុងឆ្នាំ2015ហើយបច្ចុប្បន្នពួកគេមានកូនស្រីម្នាក់និងកំពុងរស់នៅ
ក្នុងជីវិតឯកជនយ៉ាងមានក្តីសុខ 3. Kenzu Simon ឬមានឈ្មោះដើមកំណើត Zhu Xiaotian កើតនៅថ្ងៃទី15 ខែមករា ឆ្នាំ 1979 បច្ចុប្បន្នមានវ័យ47 ឆ្នាំកើតក្នុងគ្រួសារដែលបែកបាក់និងមានជីវភាពលំបាក Kenzu ត្រូវចេញធ្វើការតាំងពីអាយុ14ឆ្នាំដើម្បីចិញ្ចឹមខ្លួនឯងនិងមើលថែប្អូនស្រីលោកធ្លាប់ធ្វើការជាអ្នកដឹកជញ្ជូននិងបុគ្គលិកភោជនីយដ្ឋានលោកមានជំងឺប្រចាំកាយម្យ៉ាងដែលធ្វើឲ្យរាងកាយងាយនឹងឡើងទម្ងន់និងឈឺចាប់ដែលជាឧបសគ្គធំបំផុតក្នុងអាជីពសិល្បៈ Kenzu បានរៀបការជាមួយតារាសម្ដែងស្រីចិន Han Wenwen ក្នុងឆ្នាំ2016ថ្មីត្បិតតែលោកធ្លាប់ទម្លាយថាលោកសម្រេចចិត្តមិនយកកូនដោយសារបារម្ភពីជំងឺតំណពូជរបស់លោកដែលធ្វើឲ្យលោកងាយឡើងទម្ងន់ខុសប្រក្រតីប៉ុន្តែចំណងស្នេហ៍ប្តីប្រពន្ធរបស់ពួកគេនៅតែផ្អែមល្ហែមនិងរឹងមាំខ្លាំងបំផុត 4. Wennewu Meiju ឬមានឈ្មោះដើមកំណើត Wu Jianhao កើតនៅថ្ងៃទី7 ខែសីហា ឆ្នាំ 1978 នៅក្នុងក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិកបច្ចុប្បន្នមានអាយុ46ឆ្នាំថ្វីត្បិត Wennewu កើតនិងធំធាត់នៅសហរដ្ឋអាមេរិកស្ថិតក្នុងគ្រួសារមានជីវភាពធូរធារជាងគេប៉ុន្តែលោកត្រូវតស៊ូជាមួយឧបសគ្គនៃរបាំងភាសានិងវប្បធម៌នៅពេលត្រឡប់មកកោះតៃវ៉ាន់វិញដើម្បីដេញតាមក្តីសុបិនជាតារាចម្រៀងនិងជាអ្នករាំលោកមានសមត្ថភាពខ្ពស់លើការរាំនិងការច្រៀងជាភាសាអង់គ្លេសដែលធ្វើឲ្យលោកលេចធ្លោខ្លាំងក្នុងក្រុមហើយលោកក៏ជាសមាជិកតែម្នាក់ដែលចេញមកច្រៀងចម្រៀងសូឡូទទួលបានជោគជ័យខ្លាំងមានឱកាសបាន featuring ជាមួយនឹង Ryan Tedder, Bruno Mars និង Justin Michael ផងដែរ Wenne បានរៀបការជាមួយស្រីស្អាតហៃសូសង្ហបុរី Ariza Jo ក្នុងឆ្នាំ2013យ៉ាងអធិកអធមប៉ុន្តែជាអកុសលចំណងអាពាហ៍ពិពាហ៍នេះបានដើរដល់ផ្លូវទាល់បណ្ដាលឲ្យពួកគេលែងលះគ្នានៅឆ្នាំ2018វិញបច្ចុប្បន្នប៉ូលគឺនៅក្នុងឆ្នាំ2026នាថ្ងៃច័ន្ទទី29ខែមិថុនា Wenne បានបិទបញ្ចប់ឈ្មោះពោះម៉ាយរយៈពេល8ឆ្នាំដោយបានប្រកាសនៅលើបណ្ដាញសង្គម Social Media ពីការរៀបអាពាហ៍ពិពាហ៍របស់ខ្លួនតែមិនបានបញ្ជាក់ថាអ្នកណាជាកូនក្រមុំនោះឡើយក្រោយមកទើបអត្តសញ្ញាណកូនក្រមុំត្រូវបានលាតត្រដាងនារីមានសំណាងក្តោបបេះដូងអ្នកកំឡោះ Meiju F4 គឺជាតារាចម្រៀងអ្នកនិពន្ធបទចម្រៀងនិងជាតារាសម្ដែងជប៉ុន Imi Aramaki ពេលវេលាកន្លងហួសទៅជាង2ទសវត្សរ៍សមាជិក F4 ម្នាក់ៗបានជ្រើសរើសផ្លូវដើររៀងៗខ្លួន Jerian នៅតែរក្សាឋានៈជាប្រុសស្អាតបង្កកអាយុលោកនៅតែបន្តសម្ដែងក្នុងរឿងភាគស្នេហាល្បីៗនិងចូលរួមកម្មវិធីលំដាប់ធំៗនៅក្នុងប្រទេសចិនដណ្ដើមបេះដូងអ្នកគាំទ្រជំនាន់ថ្មី Vichu បានផ្លាស់ប្ដូរទិសដៅទៅជាតារាសម្ដែងលំដាប់ភាពយន្តខ្នាតធំ Movie, Cinema និងរឿងភាគបែបស៊ើបអង្កេតព្រមទាំងធ្លាប់ឈ្នះពានរង្វាន់តារាសម្ដែងឆ្នើម Golden Bell Award ទៀតផង Wennewu បន្តជោគជ័យលើវិថីសិល្បៈក្លាយជាគណៈកម្មការក្នុងកម្មវិធីរាំលំដាប់អន្តរជាតិ Street Dance of China និងជាម្ចាស់ brand mode ផ្ទាល់ខ្លួនដ៏ពេញនិយម Kenzu ថ្មីត្បិតតែមិនសូវបង្ហាញមុខក្នុងសិល្បៈដូចមុនដោយសារបញ្ហាសុខភាពប៉ុន្តែលោកបានងាកមកធ្វើការងារសង្គមធ្វើជា content creator ដើរលេងកម្សាន្តនិងរីករាយនឹងជីវិតប្តីប្រពន្ធយ៉ាងសាមញ្ញនៅពាក់កណ្ដាលឆ្នាំ2026នេះសមាជិក3នាក់បានវិលមកជួបជុំគ្នារួមគ្នាធ្វើ tour concert ឡើងវិញក្នុងឈ្មោះ F4 តាមការសំណូមពរនិងក្តីនឹករលឹកពីអ្នកគាំទ្រតែអវត្តមាន Kenzu ដោយសារតែលោកមានទំនាស់ជាមួយនឹងក្រុមហ៊ុនរឿងរ៉ាវរបស់បរិសង្ហា F4 ទាំង4ដួងគឺជានិមិត្តរូបនៃភាពជោគជ័យដ៏អស្ចារ្យប៉ុន្តែនៅក្នុងសាច់រឿង Meteor Garden
ឬស្នេហា4ដួងបើគ្មានក្មេងស្រីម្នាក់ដែលមានចរិតរឹងមាំដូចស្មៅដែលហ៊ានតតាំងនឹងអំណាចលុយកាក់នោះទេព្រេងនិទានស្នេហា F4 ក៏មិនអាចពេញលេញបានដែរនាងគឺសាន់ឆាយដែលសម្ដែងដោយ Barbie Zhu ឬតាអេប្រសិនបើជីវិតពិតរបស់ F4 ពោរពេញដោយការផ្លាស់ប្ដូរនោះជីវិតពិតរបស់ Barbie Zhu រឹតតែរន្ធត់ជក់ចិត្តនិងផ្ទុះខ្លាំងជាងសាច់រឿងនៅក្នុងរឿងភាគទៅទៀតពីស្នេហាខកបំណងជាមួយសមាជិក F4 អាពាហ៍ពិពាហ៍ជាមួយមហាសេដ្ឋីលំដាប់ប្រទេសចិនដែលបញ្ចប់ដោយរឿងរ៉ាវអាស្រូវតុលាការដ៏ក្តៅគគុករហូតដល់ការសម្រេចចិត្តរៀបការជាលើកទី2ជាមួយអតីតស្នេហ៍ដំបូងកាលពី20ឆ្នាំមុនតាមរយៈការទូរស័ព្ទរកគ្នាដោយមិនបានជួបមុខជីវិតពិតរបស់សាន់ឆាយតួឯកស្រីម្ចាស់រហស្សនាមរាជិនីទឹកភ្នែកជាមួយនឹងរឿងរ៉ាវស្នេហាដ៏រំជួយអាស៊ីនឹងចេញផ្សាយនៅវីដេអូបន្ទាប់សូមអរគុណចំពោះការតាមដានទស្សនាកុំភ្លេចជួយចុច Subscribe ផងណា